បាទគោរពសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ជាទីរាប់អាននិងជាទីនឹករលឹកបាទអញ្ចឹងថ្ងៃនេះផងដែរខ្ញុំបាទហួតមានកិត្តិយសមានសេចក្តីសោមនស្សក្នុងការចែករំលែកទៅពុកម៉ែបងប្អូនអំអឺដើមដែលខ្ញុំដាំនៅមុខផ្ទះហ្នឹងហើយអត់មានវីដេអូថ្មីទេប៉ុណ្្នឹងហើយបើដើមដែលខ្ញុំចង់បង្ហាញមាននេះគឺដើមតបែកបាទដើមតបែកនេះបងប្អូនបងប្អូននេះដើមតបែកខ្ញុំឃើញហ្នឹងបងប្អូនដើមវានេះគល់វាបាទគល់វានេះបាទអញ្ចឹងដើមតបែកខ្ញុំដាំខ្ទង់ជិត1ឆ្នាំជាង2ឆ្នាំដែរបាទពីយកមកផ្លែឡើងពីដំបូងមកផ្លែខ្លាំងហើយដោយសារតែខ្ញុំខ្លាចវាដោះទៅវាជ្រេទៅខាងគេបាទអញ្ចឹងខ្ញុំកាប់ផ្លែខ្លះទៅបាទខ្ញុំកាប់ផ្លែខ្លះទៅវាអន់ដើមបន្តិចតែចាំមើលលើទុកឲ្យវាលូតឲ្យល្អវិញអញ្ចឹងណាបាទហើយអានេះគល់វាយើងអត់ចាំបាច់ហត់ដាក់ជីទេហ្នឹងហើយព្រោះដីដែលខ្ញុំដាំនេះគឺដីវាល្អស្រាប់ហើយយើងអត់ចាំបាច់ហត់ដាក់ជីដាក់អីទេអញ្ចឹងហ្នឹងហើយយើងស្រោចទឹកវាមួយថ្ងៃម្ដងទៅបាទអានេះផ្លែហើយគៀននេះគឺដើមតបែកមួយដែរបាទតបែកនេះតបែកអត់ផ្លែតបែកនេះតបែកអត់មានច្រឡំអត់ផ្លែអត់មានគ្រាប់បាទបងប្អូននេះពងផ្កាបងប្អូនពងផ្កានេះផ្កាខ្ញុំមើលបាទញ៉ាំអត់ទេកាលមុនផ្លែបានម្ដងខ្ញុំញ៉ាំបានមួយដែរផ្លែឥឡូវចាំមើលឡើងបានធំប៉ុណ្ណាទេដាំ2ឆ្នាំហើយបងប្អូនតបែកហ្នឹងអត់ធំតាណាសោះបាទឥឡូវចាំមើលវាមិនអាទូចនេះតបែកមានគ្រាប់ធម្មតាទេបាទបើស្រួយផ្អែមឆ្ងាញ់ហ្មងតាមតបែកនេះណាបាទពូជនេះមិនតបែកម្រេចទេគឺតបែកគីឡូធំដែរបាទពូជតបែកគីឡូនេះធំដែរនេះបងប្អូនមើលនេះដើមវាបាទដើមវាអត់សូវខ្ពស់ប៉ុន្មានទេសារខ្ញុំកាច់ដូចដីអំប្រងបងប្អូនទៅវាទៅខ្លាចវាដោះទៅវាមេឃវាយកសយោទៅខាងគេអញ្ចឹងណាបាទចិត្តទៅខ្លាចយើងប៉ះពាល់អ្នកចិត្តខាងទៅយើងកាប់ខ្លះអីខ្លះទៅបាទហើយនឹងឲ្យដើមវាអានេះដូចអត់មានតន់មានផ្កាទៀតទេហ្នឹងបងប្អូនប៉ុន្តែផ្កាវាច្រើនណាស់ដល់រដូវវាផ្កាវាមួយសានេះច្រើនដែរហ្នឹងហើយអញ្ចឹងហ្នឹងហើយមានប៉ុណ្្នឹងដែរទេវីដេអូខ្ញុំផាយពីដើមតបែកហ្នឹងអរគុណច្រើនបងប្អូនហ្នឹងហើយតាមតបែកខ្ញុំហើយចាំមើលពេលវាផ្លែនៅបានថតញ៉ាំជូនលោកបងប្អូនអត់ទេចាំមើលចាក់ស្ដែងពេលហ្នឹងហ្នឹងហើយនេះត្រួយថ្មីហើយនេះលូត្រួយថ្មីមកហើយចាំមើលហ្នឹងហើយចឹងពេលការបង្ហាញរបស់ខ្ញុំបញ្ចប់ហើយបងប្អូនហើយបើសិនជាបងប្អូនមានសំណួរអីអាចនេះបានអាចសួរខ្ញុំបានខមមិននៅក្នុងនេះខាងក្រោមណាខមមិនខាងក្រោមវីដេអូខ្ញុំមកបាទខ្ញុំនឹងឆ្លើយសំណួររបស់បងប្អូនអរគ្នាហ្នឹងហើយអញ្ចឹង